ខេត្ត4នៅជាប់សមុទ្រមានឱកាសការងារជិត6,000កន្លែងកំពុងរងចាំអតីតពលករត្រឡប់មកពីថៃនិងអ្នកកំពុងស្វែងរកការងារនេះខ្ញុំដកស្រង់ចេញពីកម្ពុជាថ្មីគឺផ្សាយចេញថ្ងៃ21នឹងឯងបណ្ដាខេត្តដែលមានសក្តានុពលនៅតំបន់សមុទ្រចំនួន4រួមមានខេត្តព្រះសីហនុកំពតកោះកុងនិងខេត្តកែបមានឱកាសការងារជិត6,000កន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃនិងអ្នកកំពុងស្វែងរកការងារធ្វើនេះបើតាមឲ្យដឹងពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីនេះតាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឲ្យដឹងថាគិតត្រឹមថ្ងៃទី21ខែមិថុនាឆ្នាំ2026នេះខេត្តព្រះសីហនុកំពតកោះកុងនិងខេត្តកែបមានឱកាសការងារសរុបចំនួន5,897កន្លែងកំពុងរងចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនិងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្មនិងវិស័យសេវាកម្មបាទច្រើនណាស់បងប្អូនមានឱកាសការងារសរុបចំនួន5,897កន្លែងច្រើនណាស់ច្រើនបាទដើម្បីទទួលបានឱកាសការងារទាំងនោះបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនិងអ្នកកំពុងស្វែងរកការងារធ្វើអាចស្វែងរកលេខទំនាក់ទំនងឈ្មោះរោងចក្រនិងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិតជាមួយគ្នានេះក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រសហគ្រាសនិងរោងចក្រផ្ទាល់អ្នកស្វែងរកការងារទាំងអស់ជាពិសេសបងប្អូនអតីតពលករក៏អាចតាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់1297បាទបងប្អូនអាចតាក់ទងមកលេខនឹងបន្ទាន់គឺ1297ដើម្បីឲ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរបាទឱកាសល្អបងប្អូននេះបាទជាព័ត៌មានក្តៅមួយដែរបាទសម្រាប់បងប្អូនកំពុងស្វែងរកការងារធ្វើ